វត្តអារាមជាទីកន្លែងឲ្យអភ័យដល់សពសត្វសំណេរលោកពូខំវាសនាថ្ងៃទី31ខែមិនិនាឆ្នាំ2022វត្តអារាមជាទីកន្លែងឲ្យអភ័យដល់សពសត្វពាក្យរបស់ពូពន្យល់នេះពេលក្មួយកំពុងអានត្រូវរត់ឆ្លងកាត់ទ្វារខួរដើម្បីយល់ថាតើពូចង់ប្រាប់ក្មួយពីរឿងអីពូថាម្ដងទៀតវត្តអារាមជាទីកន្លែងផ្ដល់អភ័យដល់សពសត្វមនុស្សណាគ្មានទីពឹងក្នុងភូមិក្នុងស្រុកដែលវត្តអារាមស្ថិតនៅពួកគាត់សម្លឹងឃើញទីវត្តអារាមនេះហើយដែលជាកន្លែងស្នាក់អាស្រ័យរបស់មនុស្សដែលអត់ទីពឹងដូចគាត់នេះគាត់ទៅលាងចានទៅបោសសម្អាតបរិវេណអារាមប្ដូរមកវិញគឺបាយទឹកសម្រាប់រស់កន្លែងស្នាក់អាស្រ័យនិងស្ដាប់ការពន្យល់ធម៌ដែលជាទានសំខាន់ជាងគេបំផុតដែលគាត់បានទទួលក្នុងកំឡុងពេលស្នាក់អាស្រ័យនៅក្នុងទីអារាមនេះអារាមគឺជាទីកន្លែងផ្ដល់អភ័យគឺផ្ដល់បែបនេះអ្នកណាអ្នកផ្ដល់ដំបូងគឺអ្នកគ្រប់គ្រងអារាមនោះបន្ទាប់មកគឺព្រះសង្ឃដែលស្នាក់នៅក្នុងអារាមនោះដែរសត្វទាំងអស់ដែលគ្មានទីពឹងហើយសម្រេចចិត្តទៅស្នាក់នៅក្នុងវត្តអារាមនិងទទួលបានអភ័យទានដែលចេញពីចិត្តអ្នកគ្រប់គ្រងវត្តរួមទាំងព្រះសង្ឃដែលស្នាក់នៅក្នុងអារាមនោះដែរនេះហើយវត្តអារាមសូមក្មួយប្រើទ្វារមនោគិតរកការយល់អំពីវត្តអារាមនាសម័យនេះទៅមើលតើវត្តអារាមជាទីកន្លែងផ្ដល់អភ័យដូចនៃដើមនៃវត្តអារាមទេអ្នកដែលចូលទៅស្នាក់នៅក្នុងវត្តអារាមគឺមនុស្សចាស់ជរាគ្មានកូនចៅជាទីពឹងពួកគាត់បានទទួលអភ័យទានពីអ្នកគ្រប់គ្រងអារាមនិងព្រះសង្ឃដែលស្នាក់នៅក្នុងអារាមនោះដែរឬទេបើជាមនុស្សល្អពូឃើញគាត់រស់នៅដូចខ្ញុំគេត្រូវបានមនុស្សដែលមានភារៈជាអ្នកគ្រប់គ្រងវត្តចាត់ទុកដូចជាអ្នកសុំទានអនាថាអត់បងអត់ប្អូនក្នុងចិត្តអ្នកគ្រប់គ្រងនៅទីអារាមនោះចាត់ទុកគាត់ជាមនុស្សដោយពូរៀបរាប់ខាងលើនេះតើចិត្តរបស់គាត់ខ្លាចគេរងាឯកាកម្រិតណាទៅគាត់មានភាពកក់ក្ដៅមកពីចិត្តគាត់បានទទួលអភ័យពីអ្នកគ្រប់គ្រងវត្តនិងព្រះសង្ឃនៅក្នុងវត្តនោះដែរឬទេតែបើអ្នកទៅស្នាក់នៅទីអារាមនោះជាមនុស្សខូចវិញពួកគាត់ខ្លាចទៅជាមនុស្សចំណិតអ្នកមានសិទ្ធិគ្រប់គ្រងអារាមនោះគាត់ទៅជាមនុស្សអ្នករត់ការរឿងសម្ងាត់របស់អ្នកគ្រប់គ្រងវត្តនោះទៅវិញដែលពាក្យសម្គាល់មនុស្សក្រុមនេះសម័យឥឡូវគេប្រើពាក្យថាខ្សែអ្នកមានអំណាចក្នុងវត្តនេះជាអារាមក្នុងពេលពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមចំណែកចំការរបស់ពួកយើងនៅសៀមរាបវិញក្មួយគិតពិចារណាទៅមើលតើជាអារាមក្នុងន័យដើមឬទេជាកន្លែងផ្ដល់អភ័យដល់សពសត្វដែរឬទេចូលដល់ចំការរបស់យើងនៅសៀមរាបភ្លាមកុំថាត្រឹមមនុស្សអត់ទីពឹងចង់ស្នាក់នៅទីនេះសូម្បីតែមនុស្សដែលមានទីពឹងត្រឹមត្រូវក៏ចង់មកស្នាក់នៅទីនេះដែរក្មេងៗដែលរស់នៅទីនេះម្នាក់ណាក៏ចង់រស់នៅទីនេះដែរពួកយើងឧស្សាហ៍និយាយលេងនឹងពួកក្មេងៗទាំងនោះថាឲ្យធ្វើមិនស្រួលបញ្ជូនពួកឯងទៅផ្ទះវិញហើយឮពាក្យនេះក្មេងៗមុខស្រពោនវាមិនចង់ទៅរស់នៅកន្លែងផ្សេងទេក្មួយគិតទៅមើលតើនេះសមជាអារាមដែរឬទេនេះគឺជាអារាមដំបូងនៃលោកីយ៍ពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមនោះហើយ